ថាព្រួយហើយក៏គេងលក់តើមានន័យថាម៉េចទៅតើសំបីតែសមត្ថភាពពិសេសក៏អាចខុសឆ្គងដែរមែនទេមើលទៅខ្ញុំត្រូវតែបដូរវិធីដើម្បីស្វែងយល់ឲ្យច្បាស់ថាគាត់ចង់មានន័យថាម៉េចហើយជុតអាហារគូស្នេហ៍របស់លោកទាំងពីរបានរៀបចំរួចរាល់ហើយសូមជូនពរលោកទាំងពីរញ៉ាំអាហារដោយក្តីរីករាយនិងមានស្នេហាផ្អែមល្ហែមអរគុណលោកតើលោកចង់មានន័យថាម៉េចគ្រាន់តែជាអ្នកដតីម្នាក់សោះហេតុអ្វីត្រូវពន្យល់ប្រាប់នាងច្រើនម្ល៉េះអូតើគាត់ពិតជាគ្មានចិត្តលើខ្ញុំមែនទេបើអញ្ចឹងកាលពីម្សិលមិញគាត់មិនមែនកំពុងឆ្លៀតឱកាសបៀតបៀនខ្ញុំទេអីមើលសង្សារគេចោះទាំងសង្ហាហើយថែមទាំងយកចិត្តទុកដាក់ទៀតមិនដូចជាអ្នកទេចេញក្រៅភ្លាមគិតតែពីរឿងចង់ទៅបត់ជើងធំផ្លែគឺថាថ្ងៃនេះមានមនុស្សច្រើនណាស់ដែលយល់ច្រឡំពីទំនាក់ទំនងរវាងពួកយើងទាំងពីរត្រូវគេយល់ច្រឡំថាជាសង្សារនឹងខ្ញុំតើនាងមិនគួរលួចសប្បាយចិត្តទេអីឬនាងកញ្ញាម្នាក់នេះកើតអីទៀតហើយនឹងលោកពិតជាមិនចាំរឿងរ៉ាវកាលពីយប់នោះមែនទេយប់ណាទៅបើមិនចាំទេក៏ហីទៅចុះតែរសៀលក៏បានញ៉ាំហើយការផ្សព្វផ្សាយពាណិជ្ជកម្មក៏បានធ្វើហើយតើនាងនៅមានរឿងអីមិនសប្បាយចិត្តទេថ្ងៃនេះលោកមានន័យថាម៉េចមនុស្សហងងនៅតែហ៊ានជេរខ្ញុំទៀតនេះគឺលោកបង្ខំខ្ញុំខ្លួនឯងទេណាមនុស្សល្ងងឲ្យខ្ញុំស្រឡាញ់នាងណាលួចសើចដោយក្តីរំភើបអូហេតុអីបានជារត់បាត់ទៀតហើយម្នាក់នឹងប្រហែលជាឈួតហើយមើលទៅអាកាសធាតុដល់ទៅ40ដឺក្រេបែរជាពាក់អាវនីក្រាស់ខ្មឹកប្រហែលជាខួរក្បាលមានបញ្ហាហើយក្មេងស្រីម្នាក់នេះចម្លែកខ្លាំងណាស់នាងគិតថានាងពាក់អាវជិតឈឹងបែបនេះហើយខ្ញុំធ្វើអីនាងមិនបានមែនទេកុំចូលមកចិត្តខ្ញុំកុំចូលមកបើលោកចូលមកទៀតខ្ញុំនឹងស្រែកឲ្យគេជួយហើយមើលទៅនាងប្រហែលជាមិនចង់ខ្លាចជាបុគ្គលិកពេញសិទ្ធទេដឹងលោកពិតជាថោកទាបណាស់ដូច្នេះហើយនៅពេលដែលខ្ញុំនៅមានការអត់ធ្មត់ជាមួយនាងត្រូវធ្វើខ្លួនឲ្យស្រួលបួលនិងស្ដាប់បង្គាប់ខ្ញុំទៅលេងខ្ញុំទៅនរណាគេនឹងអូប្រធានហាវសុំទោសផងណាខ្ញុំស្មានតែជាសម្រាមតើនាងមានការអីមែនទេប្រធានហាវលោកចង់ប្រើហិង្សាដាក់ខ្ញុំមែនទេមានរឿងអីឆ្លោះគ្នាច្រឡោតហ្នឹងលោកប្រធានចៅលោកប្រធានចៅគឺខ្ញុំគ្រាន់តែដុសការ៉ូមិនប្រយ័ត្នក៏ជ្រុលទៅប៉ះប្រធានហាវបន្តិចតែប៉ុណ្ណោះរឿងតូចតាចសោះលោកចង់ទៅឆ្លោះប្រកែកប្រកាន់ទោសអូដំណើរជាមួយបុគ្គលិកស្រីម្នាក់ទៀតមែនទេអត់ទេខ្ញុំទៅធ្វើការវិញឥឡូវនេះហើយអាតាចាស់តណ្ហាក្រាស់ជូនពរឲ្យឯងដើរដួលកាប់មុខទៅចុះអបអរសាទរក្នុងការបើកដំណើរការជំនាញមាត់ក្អែកជំនាញមួយនេះមានប្រសិទ្ធភាពតែចំពោះមនុស្សប្រុសតែប៉ុណ្ណោះឲ្យប្រធានហាវដើរបុកជញ្ជាំងទៅចុះតើប្រធានហាវម្នាក់នេះបានធ្វើរឿងអាក្រក់អ្វីខ្លះទៅណាមនុស្សប្រុសគ្មានម្នាក់ណាជាមនុស្សល្អនោះទេមិនអីទេមែនទេណានស៊ីងអរគុណឯងខ្លាំងណាស់សម្រាប់រឿងមិញនេះបើគ្មានឯងទេខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងណាឡើយសៀវរ៉ាន់អើយមើលណែទិន្នន័យនេះខុសហើយតើឲ្យខ្ញុំវាដល់ខ្លួនឯងវិញខ្លួនឯងក្រអូបម្លេះប្រធានសូមលោកឲ្យតម្លៃខ្លួនឯងផងធ្វើពុតធ្វើពាក្យស្អីមនុស្សមានលុយមានអំណាចដូចខ្ញុំស្រឡាញ់នាងគឺជាសំណាងរបស់នាងហើយកុំខ្លាចអីណារឿងលើកមុនគឺមកពីខ្ញុំជ្រុលជ្រូពេកហើយនេះជាកាដូសុំទោសសម្រាប់នាងស្រោមជើងខ្មៅតើនាងពាក់វាច្បាស់ជាស្អាតខ្លាំងណាស់អីចឹងបានជានាងពាក់អាវរងាកម្រាស់មកធ្វើការរាល់ថ្ងៃដោយសារតែហើយជៀនមែនទេចាម្ដាយរបស់ខ្ញុំឈឺខ្ញុំមិនអាចបាត់បង់ការងារនេះបានទេខ្ញុំខំប្រឹងកិច្ចវាហើយតែគាត់នៅតែមិនព្រមលែងខ្ញុំដដែលប្រឈមមុខនឹងមនុស្សអាក្រក់បែបនេះនាងកាន់តែទន់ជ្រាយគេកាន់តែបានចិត្តការរែកមិនមែនជាកំហុសទេកំហុសគឺនៅលើអ្នកដែលមានបំណងមិនល្អទាំងនោះណានស៊ីងអរគុណនាងហើយអរគុណខ្ញុំធ្វើអីពួកយើងជាស្រីត្រូវតែមានទំនុកចិត្តក្នុងការបង្ហាញសម្រស់របស់ខ្លួនឯងអូហូមើលទៅសៀវរ៉ាន់របស់ខ្ញុំគិតឃើញហើយតើចេះតុបតែងខ្លួនដើម្បីយកចិត្តខ្ញុំហើយតើហេតុអ្វីបានជាលោកតាមរំខានដូចខ្មោចលងមិនលែងអញ្ចឹងនាងគួរតែរៀនសូត្រតាមសៀវរ៉ាន់ខ្លះទៅចង់ឡើងតំណែងគ្រាន់តែខ្ញុំនិយាយមួយម៉ាត់គឺបានហើយថៅកែអស់ប៉ុន្មានដែរពីកែបတ်នេះខ្ញុំជាអ្នកចេញមិនបាច់ទេលុយរបស់ឯងទុកសម្រាប់ព្យាបាលជំងឺខ្លួនឯងទៅឯងសន្លប់បាត់ហើយនិយាយគ្នាសុកស្រាប់តែប្រកាច់បាត់ទៅវិញប្រហែលជាគាត់ធ្វើបាបគេច្រើនពេកទើបទទួលកម្មពៀលឿនបែបនេះវ៉ាវស្អាតខ្លាំងណាស់មើលឯងចុះវើចុះវឡើងទីបំផុតនៅតែត្រូវមកស្វែងរកខ្ញុំដដែលខ្ញុំផ្ដល់ឱកាសចុងក្រោយឲ្យឯងដើម្បីបង្ហាញខ្លួនឲ្យតែឯងព្រមទៅញ៉ាំបាយល្ងាចជាមួយខ្ញុំគ្រាន់តែញ៉ាំបាយធម្មតាប៉ុណ្ណោះខ្ញុំធានាថានឹងឲ្យឯងក្លាយជាបុគ្គលិកពេញសិទ្ធិភ្លាមខ្ញុំមកលើកនេះគឺដើម្បីចង់ប្រាប់លោកថាប្រសិនបើនេះជាលក្ខខណ្ឌដើម្បីបានជាបុគ្គលិកពេញសិទ្ធិក្រុមហ៊ុនបែបនេះខ្ញុំមិននៅក៏បានដែរលែងដៃខ្ញុំទៅធ្វើពុតជាស្អាតស្អំធ្វើអីស្លៀកពាក់ស្អាតប្លែកភ្នែកបែបនេះមិនមែនដើម្បីឲ្យភ្នែកប្រុសមើលទេអីមែនទេឬមួយក៏គិតថាឋានៈខ្ញុំទាបពេកចង់ទៅតាក់ទាញលោកប្រធានចៅមែនទេខ្ញុំចង់ដឹងណាស់ថាខ្ញុំនឹងគាត់ខុសគ្នាត្រង់ណាខ្លះលែងខ្ញុំទៅប្រធានហាវដើរចូលទៅក្នុងបន្ទប់ការិយាល័យយ៉ាងម៉ឺងម៉ាត់បុរសពាក់អាវធំប្រភេទងៀបមកមើលដោយភ្ញាក់ផ្អើលប្រធានហាវខ្ញុំបានទទួលការប្តឹងតវ៉ានឹងការចោទប្រកាន់លើអ្នកមិនមែនតែម្ដងនោះទេឥឡូវនេះខ្ញុំបាននឿផ្ទាល់ត្រចៀកផុសតាងគឺរឹងមាំណាស់ដកតំណែង
មនុស្សរបស់ខ្ញុំក៏បានប្រមូលភស្តុតាងជាច្រើនអំពីទង្វើមិនគប្បីរបស់អ្នកដែរខ្លាចតែថាទៅថ្ងៃមុខវិស័យការងារមួយនេះនឹងមិនស័ក្តិសមសម្រាប់អ្នកទៀតទេអញ្ជើញទៅចុះនារីពាក់អាវពណ៌ផ្កាឈូកញញឹមព្រិចភ្នែកនិងធ្វើសញ្ញាយោព្រមនារីពាក់អាវសញ្ញឹមដោយក្តីរីករាយពួកគេដើរចេញពីការិយាល័យប្រធានហៅឈប់ដើររួចងាកក្រោយមកវិញនារីពាក់អាវពណ៌ផ្កាឈូកកំពុងជួបសម្អាតកញ្ចក់ទ្វារឲ្យតែជួបនាងដឹងតែគ្មានរឿងល្អទេទៅថ្ងៃមុខខ្ញុំមិនចង់ឃើញមុខនាងទៀតទេពុក10ពិន្ទុឡានឈប់នឹងបាត់ទ្វារលោកស្រីប្រធានរឿងខ្ញុំមកក្រុមហ៊ុននេះហាមប្រាប់អគ្គនាយកឲ្យសោះណាបាទចៅប្រសាស្រីយាយមកហើយអូយយាយចាស់គ្មានភ្នែកមើលទេអីសុំទោសអាវរបស់ខ្ញុំនេះជាទំនិញប្រេងលំដាប់ខ្ពស់ណាប្រាក់ខែមួយខែរបស់អញយាយមិនព្រមងាប់ខ្ញុំកំពុងនិយាយជាមួយឯងណាមិនអីទេមែនទេធ្វើបាបមនុស្សចាស់នៅចំពោះមុខមនុស្សជាច្រើនបែបនេះឯងពិតជាគ្មានសេចក្តីខ្មាស់អៀនតតែសោះណានស៊ីងខ្ញុំណែនាំឯងកុំចេះដឹងរឿងគេពេកត្រឹមតែអ្នកសម្អាតម្នាក់សោះក៏ចង់ធ្វើជាវីរៈបុរសដែរទៅបោះដីឲ្យបានល្អទៅអ្នកសម្អាតខុសអីពួកយើងរកលុយដោយផ្អែកលើកម្លាំងដៃទាំងពីររបស់ខ្លួនឯងមិនដូចមនុស្សមួយចំនួននោះទេបានត្រឹមតែតោងជើងគេដើម្បីឡើងឋានៈឯងនិយាយពីអ្នកណាគេហ្នឹងអ្នកណាទទួលស្គាល់ខ្លួនឯងខ្ញុំនិយាយពីអ្នកនោះហើយឯងកុំមកនិយាយលោឡាជាមួយខ្ញុំនិយាយមកថាសងយ៉ាងម៉េចអាវរបស់ខ្ញុំនេះជាទំនិញប្រេងលំដាប់ខ្ពស់មួយថ្លៃ3000ចង់សងជាលុយសុទ្ធឬស្កេននេះខ្ញុំប្រញាប់ចេញក្រៅពេកមិនបានយកលុយមកច្រើនថ្នាក់នេះទេភ្នែកស្រវាំងហើយកុំចេញមកធ្វើការទៀតអីវត្តមានរបស់ពួកឯងមានតែធ្វើឲ្យធ្ងន់សង្គមប៉ុណ្ណោះតើគ្រួសារអ្នកគ្មានមនុស្សចាស់ទេឬមួយក៏អ្នកមិនគិតថានឹងរស់នៅរហូតដល់ចាស់ទេនិយាយសម្ដីអាក្រក់បែបនេះនឹងត្រូវទទួលកម្មពៀហើយម្យ៉ាងទៀតរបស់คล้ายៗដែលសំបីតែអក្សរក៏បោះពុំខុសដែរអ្នកនៅតែហ៊ាននិយាយថាវាជាទំនិញប្រណីតទៀតប៉ុន្តែខ្ញុំមើលទៅខ្លួនប្រាណរបស់អ្នកតាំងពីក្បាលដល់ចុងជើងគ្មានរបស់ណាមួយពិតប្រាកដនោះឡើយមែនទេណានស៊ីងហុចលុយឲ្យអ្នកហើយលុយដែលនៅសល់ទៅទិញស្ករកៅស៊ូទៅជួយឲ្យដង្ហើមស្រស់ថ្លាកុំឲ្យធំក្លិនមាត់ឯងញឹមក្មួយស្រីអរគុណក្មួយខ្លាំងណាស់ណាមិញនេះលើកកម្រាមដៃចង្អុលលោកយាយខ្ញុំប្រាប់លោកយាយណាទៅថ្ងៃក្រោយបើដោះស្រាយជាមួយមនុស្សប្រភេទនេះពួកយើងដាច់ខាតមិនត្រូវទុនដែរឡើយញឹមលោកយាយជាអ្នកសម្អាតដែលទើបតែមកថ្មីមែនទេចាប់ដៃទៅថ្ងៃមុខពួកយើងជាមិត្តរួមការងារនឹងគ្នាហើយថ្ងៃនេះជាថ្ងៃដំបូងដែលខ្ញុំមកធ្វើការមានអាយុច្រើនយ៉ាងនេះហើយនៅតែចេញមកធ្វើការទៀតពិតជាហត់នឿយខ្លាំងណាស់សឹកសួរជូតទឹកភ្នែកគ្មានវិធីទេខ្ញុំមានចៅប្រុសម្នាក់នៅផ្ទះជិត30ឆ្នាំហើយនៅតែមិនទាន់រៀបការទៀតឆ្លៀតពេលដែលខ្ញុំនៅអាចធ្វើការកើតខ្ញុំចង់ជួយសន្សំលុយទុកការប្រពន្ធឲ្យគេឲ្យបានច្រើនបន្តិចសំឡេងកណ្ដាស់និយាយដោយជឿជាក់កុំបារម្ភអីលោកយាយទីយ៉ាននឹងនៅមើលថែលោកយាយហើយឥឡូវនេះជួយអ្នកជួបទុកលំបាកក៏អាចបន្ថែមពិន្ទុបានដែរមែនទេលោកយាយទៅថ្ងៃមុខរឿងដំបូងដែលត្រូវធ្វើពេលមកធ្វើការរាល់ថ្ងៃគឺបដូរធុងសម្រាមក្នុងបន្ទប់ទឹកបន្ទាប់មកទៀតគឺជូតការ៉ូណែប្រអប់ការតុងរបស់ក្រុមហ៊ុនទាំងនេះលោកយាយអាចទុកវាទាំងអស់បានសន្សំបានបន្តិចបន្តួចក៏ល្អដែរពិតជាមានចិត្តល្អមែនលោកយាយហឹមលោកយាយឃើញមនុស្សមុខងាប់កាច់សាហាវម្នាក់នោះទេគេម្នាក់នោះគឺជាប្រធានក្រុមហ៊ុនយើងនឹងណានិស័យពិតជាកាច់សាហាវល្បីខ្លាំងណាស់លោកយាយត្រូវតែគេចឲ្យឆ្ងាយពីគេបន្តិចទៅយាយមើលទៅយុវជនម្នាក់នោះសំសួនណាស់ថែមទាំងមើលទៅមានចិត្តធម៌ទៀតផងធ្វើកាយវិការឲ្យស្ងាត់ស៊ូមនុស្សមិនអាចមើលតែសម្ពកក្រៅបានទេគេម្នាក់នោះគឺជាសត្វត្រឆានក្នុងសម្លៀកបំពាក់មនុស្សដើរដីម្នាក់ប៉ុណ្ណោះអូលោកយាយចិត្តដល់ម៉ោងចេញពីធ្វើការហើយពួកយើងបដូរកន្លែងទៅនិយាយគ្នាបណ្ដាសម្រាប់បណ្ដាទៅសូមជួយ like share និង follow page ម្នាក់មួយផងឬឲ្យជាថ្លៃទឹកតែដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត